ស្ដីអ្នកគ្នាហើយនឹងខ្ញុំមកឆ្លើយខមមិនគ្នាយើងមួយដែលសួរថាតើគ្រីស្ទបរិស័ទកាតូលិកមានទទួលក្រមាដោយគ្រីស្ទបរិស័ទអុកតូដុកដែរឬទេអញ្ចឹងដើម្បីឆ្លើយសំណួរនេះខ្ញុំសូមនិយាយខ្លះៗអំពីទំនៀមទម្លាប់ក្នុងការទទួលក្រមាឬក៏ស្បៃនៅក្នុងគ្រិស្តសាសនាតាមពិតទំនៀមទម្លាប់នៃការទទួលក្រមាឬក៏ស្បៃនេះគឺយើងបានដកស្រង់ចេញពីលិខិតរបស់សន្តប៉ូលគឺជាលិខិតទី1ផ្ញើជូនគ្រិស្តបរិស័ទក្រុងកូរិនថូសដែលនិយាយអំពីការទទួលក្រមារបស់គ្រិស្តបរិស័ទស្ត្រីដែលចូលនៅក្នុងព្រះវិហារឬក៏ចូលនៅក្នុងអង្គប្រជុំតកតងជាមួយទំនៀមទម្លាប់នេះគឺបានអនុវត្តទាំងព្រះសហគមន៍កាតូលិកជាមួយព្រះសហគមន៍អូរតូដុកប៉ុន្តែនៅក្នុងឆ្នាំ1983ច្បាប់របស់ព្រះសហគមន៍កាតូលិកបានបន្ថយមិនមែនជាកាតព្វកិច្ចចាំបាច់ប៉ុន្តែវាជាជំរើសរបស់ស្ត្រីក្នុងការជ្រើសរើសក្នុងការទទួលក្រមាកន្សែងឬក៏មិនទទួលក្រមាកន្សែងក៏បាននៅក្នុងកំឡុងពេលអភិបូជានៅក្នុងព្រះវិហារប៉ុន្តែទំនៀមទម្លាប់នេះគឺត្រូវបានរក្សាបន្តក្បួនច្បាប់ទំនៀមទម្លាប់ភ្ជាប់ខ្ជួននៅក្នុងប្រទេសមួយចំនួនឧទាហរណ៍ដូចនៅក្នុងសាសនាកាតូលិកនៅប្រទេសកូរ៉េគ្រិស្តបរិស័ទចាស់និងអ្នកដែលចូលចិត្តថែរក្សាទំនៀមទម្លាប់វប្បធម៌គ្រិស្តបរិស័ទគេនឹងបន្តទទួលក្រមាឬក៏ស្បៃពណ៌សហើយពួកគ្រិស្តបរិស័ទមួយចំនួននៅផ្នែកតំបន់ឥណ្ឌាប៉ាគីស្ថានឬក៏តំបន់មជ្ឈិមបូព៌ាមួយចំនួនស្ត្រីនៅតែបន្តការទទួលក្រមាឬកន្សែងនេះនៅក្នុងកំឡុងពេលដែលចូលរួមអភិបូជាដដែលដោយសារវាគឺជាទំនៀមទម្លាប់តាំងពីបុរាណមកបើយើងក្រឡេកមើលទៅក្នុងទំនៀមទម្លាប់នៅក្នុងការចូលគាល់សម្ដេចប៉ាមួយចំនួនស្ត្រីមួយចំនួនតែងតែស្លៀកពាក់ពណ៌ខ្មៅចំណងមានទទួលក្រណាត់ឬក៏ស្បៃនៅពីលើក្បាលដើម្បីជាការគោរពសម្ដេចប៉ាផងដែរអញ្ចឹងចម្លើយគឺនៅក្នុងព្រះសហគមន៍កាតូលិកមានការទទួលក្រមាឬក៏កន្សែងដូចគ្នានៅក្នុងកំឡុងពេលពិធីបុណ្យអភិបូជាប៉ុន្តែវាគឺជាជំរើសសម្រាប់ស្ត្រីមិនមែនជាកាតព្វកិច្ចចាំបាច់ទៀតទេអញ្ចឹងបងប្អូនមានងល់អំពីទំនៀមទម្លាប់ឬក៏ការគោរពប្រណិប័តព្រះជាម្ចាស់នៅក្នុងគ្រិស្តសាសនានិកាយណាមួយឬក៏ជាពិសេសនិកាយកាតូលិកបងប្អូនអាចខមមិនសួរបានអូខេបាយបាយជួបគ្នាលើកក្រោយ